អនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បាននៅក្នុងថ្ងៃនេះដែរខ្ញុំមានព័ត៌មានខ្លះៗដើម្បីចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះគឺតាក់ទងទៅនឹងសារព័ត៌មានរបស់សហរដ្ឋអាមេរិកមួយបានស៊ើបអង្កេតរកឃើញថាប្រទេសថៃពិតជាប្រែក្លាយចំនួនព្រំដែនធម្មតាជាមួយនឹងកម្ពុជាទៅជាចំនួនសង្គ្រាមឈ្លានពានខុសច្បាប់អន្តរជាតិពេលនេះពិភពលោកមើលឃើញការពិតកាន់តែច្បាស់ស្ថាប័នព័ត៌មាន The New York Editorial របស់អាមេរិកបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការចុះផ្សាយអត្ថបទព័ត៌មានស៊ើបអង្កេតថាប្រទេសថៃពិតជាបានរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនិងប្រើប្រាស់ជីវិតពលរដ្ឋស្លូតត្រង់របស់កម្ពុជាធ្វើជាយុទ្ធសាស្ត្រនយោបាយប្រទេសថៃបានប្រើប្រាស់ចំនួនព្រំដែនទៅជាសង្គ្រាមខុសច្បាប់ដើម្បីជិះឈ្នន់យកឈ្នះសន្លឹកឆ្នោតភ្លុកទឹកភ្លុកដីនៅរាជធានីបាងកកនាពេលថ្មីនេះរបាយការណ៍ស៊ើបអង្កេតសំខាន់ៗក៏បានបញ្ជាក់ពីទង្វើឈ្លានពានរបស់ភាគីថៃថាពិតជាហួសហេតុយ៉ាងខ្លាំងណាស់ព្រោះថៃបានប្រើប្រាស់លេសកូនទាហានជាន់មានរបួសម្នាក់ដើម្បីបញ្ជូនយន្តហោះចម្បាំង S-16 ទម្លាក់គ្រាប់បែកចង្កោមនិងវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ចូលទៅជ្រៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សនិងការភៀសខ្លួនយ៉ាងលំបាកវេទនារបាយការណ៍បានអះអាងថានេះមិនមែនជាការការពារខ្លួននោះទេវាជាការវាយប្រហារដ៏ឃោរឃៅហើយនេះគឺមិនសមាមាត្រនឹងស្មារតីទាល់តែសោះអ្វីដែលរន្ធត់បំផុតនោះគឺប្រទេសថៃបានប្រើប្រាស់អាវុធហាមឃាត់ដូចជាគ្រាប់បែកចង្កោមដែលធ្វើឲ្យជនស៊ីវិលកម្ពុជាស្លាប់ហើយក្មេងៗរាប់រយនាក់ក្លាយជាជនរងគ្រោះរបាយការណ៍ក៏បានកត់ត្រាបន្ថែមទៀតថាយោធាថៃនិងក្រុមជាតិនិយមជ្រុលក៏បានធ្វើទរណកម្មផ្លូវចិត្តលើជនស៊ីវិលកម្ពុជាផងដែរតាមរយៈការចាក់បំពង់សម្លេងខ្មោចសម្លេងឆ្កែលូនិងភ្លេងបន្សពចូលមកក្នុងភូមិឋានប្រជាពលរដ្ឋខ្មែរនៅម៉ោង 3 ទីភ្លឺព្រឹកដើម្បីធ្វើឲ្យក្មេងៗនិងស្ត្រីមានផ្ទៃពោះដែលកំពុងលងលក់ក្នុងដំណេកមានភាពភ័យខ្លាចតក់ស្លុតនិងរងផលប៉ះពាល់ផ្លូវចិត្តរយៈពេលវែងហើយថៃកំពុងបង្ហាញពីមហិច្ឆតាឈ្លានពានយ៉ាងពិតប្រាកដព្រោះរាជធានីបាងកកបានបដិសេធសន្តិភាពគ្រប់បែបយ៉ាងរួមទាំងការទាត់ចោលនូវកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរនិងមិនព្រមទទួលយកការសម្របសម្រួលពីអាមេរិកចិនម៉ាឡេស៊ីអាស៊ាននិងតុលាការយុត្តិធម៌អន្តរជាតិទាំងអស់ហើយនៅតែបន្តបាញ់ប្រហារនិងកាន់កាប់ទឹកដីខ្មែរទាំង14ទីតាំងរហូតមកដល់ពេលបច្ចុប្បន្ននេះរបាយការណ៍ស៊ើបអង្កេតនេះក៏បានបញ្ជាក់ចំថាថៃបានប្រើប្រាស់សង្គ្រាមជាល្បែងនយោបាយដើម្បីច្បាមយកសន្លឹកឆ្នោតព្រោះថាភាគីថៃបានប្រើចំនួននេះទៅជាយុទ្ធសាស្ត្រនយោបាយដើម្បីឲ្យគណៈបកភូមិใจថៃរបស់លោកអនុទានឆានវីរៈគុលឈ្នះឆ្នោតភ្លុកទឹកភ្លុកដីដោយសារកំហឹងចរន្តជាតិនិយមគណៈកម្ពុជាបាត់បង់ជីវិតជនស៊ីវិលសំណង់ប្រាសាទហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងផុសតាងទាំងអស់នេះបានបង្ហាញថារដ្ឋាភិបាលថៃបានប្រើប្រាស់សង្គ្រាមព្រំដែននិងជីវិតរបស់ប្រជាជនកម្ពុជាធ្វើជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតយ៉ាងពិតប្រាកដដើម្បីឈ្នះការបោះឆ្នោតរបស់ពួកគេជាចុងក្រោយស្ថាប័នព័ត៌មានស៊ើបអង្កេត The New York Editorial បានចោទជាសំណួរដ៏មុតស្រួចថាតើអ្នកគិតយ៉ាងណាដែរតើអ្នកជឿទេថាសហគមន៍អន្តរជាតិនឹងផ្ដន់ទោសឬតម្រូវឲ្យថៃទទួលខុសត្រូវចំពោះទង្វើទាំងអស់នេះលើសពីនេះមេដឹកនាំកម្ពុជាបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានអន្តរជាតិមួយទៀតបង្ហាញទាំងឯកសារអំពីការចូលមកកាន់កាប់ទឹកដីទាំងអស់ដោយខុសច្បាប់ពីសំណាក់យោធាឈ្លានពានរបស់ថៃបន្ទាប់ពីសារព័ត៌មាន Reuters គឺ Fox News ដែលបានសម្ភាសន៍សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅរដ្ឋធានី Washington សហរដ្ឋអាមេរិកហើយបានចេញផ្សាយទាំងវីដេអូនិងអត្ថបទលើសពីបទសម្ភាសន៍ជាមួយ Reuters បន្តិចក្នុងបទសម្ភាសន៍ជាមួយ Fox News មេដឹកនាំកម្ពុជាបង្ហាញឯកសារជារូបភាពឲ្យមើលតែម្ដងហើយអះអាងបណ្ដាលចង្អុលទៅលើចំណុចនានាក្នុងឯកសារនោះបណ្ដាលថាយោធាថៃបានចូលមកដាក់ទូកុងតឺន័រស្រះបន្លាលួសនិងបន្តឈរជើងក្នុងតំបន់មួយចំនួនស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាក្រោមគំនិតព្រួយបារម្ភបង្កើតឡើងដោយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយការកាន់កាប់នេះគឺហួសពីការទាមទារចង់បានដោយឯកតោភាគីរបស់យោធាថៃទៅទៀតនេះជាការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយបន្ទាប់មកក៏បន្ថែមទៀតថាតំបន់ទាំងអស់នេះគឺជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាដែលបានរស់នៅប៉ុន្តែឥឡូវពួកគាត់មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញបានឡើយសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានបន្តទៀតថាអ្វីដែលយោធាថៃកំពុងធ្វើ
គឺផ្ទុយទៅនឹងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរក្នុងការអនុញ្ញាតឲ្យប្រជាជនទាំងសងខាងវិលទៅផ្ទះសម្បែងរបស់ពួកគេវិញជាថ្មីម្ដងទៀតតាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិមួយនេះមេដឹកនាំកម្ពុជាជំរុញឲ្យភាគីថៃបើកឲ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅផ្ទះសម្បែងវិញហើយគូណាស់យល់ព្រមកំណត់ខណ្ឌសីមាព្រំដែនជាមួយកម្ពុជាដោយប្រើយន្តការទ្វេភាគីដែលព្រមព្រៀងគ្នាសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលមានលោកត្រាំជាប្រធានមុនចូលរួមកិច្ចប្រជុំនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Reuters ម្ដងរួចទៅហើយបន្ទាប់មកក៏បានផ្ដល់បទសម្ភាសន៍ជាមួយនឹង Fox News ជុំវិញស្ថានភាពចំនួនព្រំដែនរវាងកម្ពុជាថៃក្នុងបទសម្ភាសន៍ជាមួយស្ថាប័នព័ត៌មានទាំងពីររបស់អាមេរិកនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានលើកឡើងចំក្នុងន័យតែមួយថាយោធាថៃបន្តកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជាងាកមកប្រទេសថៃវិញលោកអនុទានឆាន់វីរៈកុលបានសម្ដែងធ្វើជាឈឺកមិនហ៊ានឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្រោយមេដឹកនាំកម្ពុជាបកអាការទង្វើឈ្លានពានរបស់ខ្លួនទៅកាន់ពិភពលោកតើឈឺកឬឈឺចិត្តលោកអនុទានឆាន់វីរៈកុលនាយករដ្ឋមន្ត្រីថៃចាំផ្ទះបានបង្ហាញពីការខ្វះឆន្ទៈនិងកំសាកក្នុងការប្រជុំមុខនឹងការពិតជុំវិញការរត់ចូលរថយន្តឡើងលឿនក្រោយលឺអ្នកសារព័ត៌មានសួរអំពីការលើកឡើងរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនៅកណ្ដាលរាជធានីវ៉ាស៊ីនតោនថាយោធាថៃនៅតែបន្តកាន់កាប់ទឹកដីជ្រៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ទោះមានបទឈប់បាញ់ក៏ដោយនៅឯវិមានរាជរដ្ឋាភិបាលលោកអនុទានឆាន់វីរៈកុលត្រូវបានអ្នកសារព័ត៌មានកសួរលោកអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកជុំវិញព្រឹត្តិការណ៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រាប់សហរដ្ឋអាមេរិកនិងពិភពលោកតាមរយៈបណ្ដាសារព័ត៌មាន Reuters ថាយោធាថៃបានកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅដោយខុសច្បាប់ដែលបង្កការលំបាកជាខ្លាំងដល់ប្រជាជនស៊ីវិលកម្ពុជានៅពេលដែលអ្នកសារព័ត៌មានសួរសំណួរទាំងអស់នេះស្រាប់តែលោកអនុទានយកលេសធ្វើជាក្អកនិងឈឺកមិនព្រមឆ្លើយតបអ្នកសារព័ត៌មានរួចក៏ឡើងរថយន្តបាត់ទៅអាកប្បកិរិយានេះមិនមែនជាការឆ្លើយតបសមស្របទេប៉ុន្តែវាជាការបង្ហាញយ៉ាងច្បាស់ថានាយករដ្ឋមន្ត្រីថៃចាំផ្ទះគ្មានអ្វីត្រូវនិយាយចំពោះរឿងពិតជាក់ស្ដែងដែលមានដឹកនាំកម្ពុជាប្រាប់ទៅពិភពលោកនេះឡើយព្រោះថាយោធាថៃបាននឹងកំពុងប្រព្រឹត្តទង្វើឈ្លានពានប្រទេសកម្ពុជាដោយខុសច្បាប់យ៉ាងពិតប្រាកដមែនថ្លៃនៅលើទឹកដីនៃរដ្ឋធានីវ៉ាស៊ីនតោនសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចំនិងច្បាស់និងមានទម្ងន់តាមបែបការទូតថាកងទ័ពថៃនៅតែកាន់កាប់ដែនដីកម្ពុជាយ៉ាងជ្រៅពោលគឺហួសខណ្ឌសីមាព្រំដែនដែលថៃធ្លាប់បានអះអាងដោយឯកតោភាគីទៅទៀតលើសពីនេះការដាក់ពង្រាយទូកុងតឺន័រនិងលួចបន្លាចដោយយោធាថៃឈ្លានពានបានរារាំងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជាមិនអាចត្រឡប់ទៅផ្ទះនិងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគាត់ហើយនេះមិនមែនជាការចោទប្រកាន់ទេប៉ុន្តែវាជាការពិតនៅលើទឹកដីកម្ពុជានេះជាប្រសាសន៍ដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងទៅកាន់សកលលោកទាំងមូលសម្ដេចធិបតីក៏បានអំពាវនាវឲ្យថៃអនុញ្ញាតឲ្យគណៈកម្មាធិការព្រំដែនរួម JBC ចាប់ផ្ដើមកំណត់ព្រំដែនបច្ចេកទេសឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីព្រោះការបោះឆ្នោតថ្មីត្រូវបានបញ្ចប់សពគ្រប់អស់ទៅហើយយ៉ាងណាការសម្ដែងឈឺបំពង់ករបស់លោកអនុទានគឺជារឿងគួរឲ្យអស់សំណើចព្រោះសកម្មភាពនេះសបញ្ជាក់ឲ្យឃើញថាលោកកំពុងខ្វះភាពក្លាហានក្នុងការប្រជុំមុខនឹងការពិតត្បិតថាថៃមិនត្រឹមតែមិនគោរពទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសំណពសំនួរដោយលោកប្រធានាធិបតីដូណាល់ត្រាំនោះទេប៉ុន្តែយោធាថៃថែមទាំងបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ថែមទៀតផងប្រសិនបើថៃមានភស្តុតាងថាមិនបានកាន់កាប់ទឹកដីកម្ពុជានោះទេចុះហេតុអ្វីលោកអនុទានមិនបកស្រាយឲ្យបានច្បាស់ហេតុអ្វីត្រូវក្អកឈឺកនិងរត់ឡើងរថយន្តរត់បាត់ស្រមោលបាត់ឈឹងបែបនេះអាកប្បកិរិយារបស់លោកអនុទានគឺជាសារបញ្ជាក់យ៉ាងច្បាស់ថាការលើកឡើងរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺពិតជាត្រឹមត្រូវទាំងស្រុងនិងមិនអាចប្រកែកបានសូមបញ្ជាក់ថាកម្ពុជានៅតែរក្សាជំហរគោរពទៅលើកិច្ចព្រមព្រៀងសន្តិភាពបទឈប់បាញ់និងទាមទារឲ្យមានដំណោះស្រាយដោយសន្តិវិធីផ្ទុយទៅវិញភាគីថៃនៅតែបង្ហាញពីការខ្វះឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងកម្ពុជានិងបន្តគ្រប់គ្រងទឹកដីកម្ពុជាទាំងរំលោភបំពាន
មិនត្រឹមតែប៉ុណ្ណោះដោយសារការឈ្លានពានកាន់កាប់ទឹកដីដោយខុសច្បាប់របស់យោធាថៃពេលនេះអាជីវករថៃដាច់បាយហើយស្រែកជេររដ្ឋាភិបាលខ្លួនឯងដែលប្រកាសបិទច្រកព្រំដែនជាមួយនឹងកម្ពុជាដោយឯកតោភាគីបើតាមរបាយការណ៍ពីស្រុកអរញ្ញប្រទេសក្នុងខេត្តស្រកែបង្ហាញថាសេដ្ឋកិច្ចថៃនៅតំបន់ព្រំដែនជាប់កម្ពុជាកំពុងរងផលប៉ះពាល់ដោយធ្ងន់ធ្ងរដោយសារភាពតានតឹងជាបន្តបន្ទាប់រវាងប្រទេសទាំងពីរនិងការប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីរយៈពេលយូររបស់ថៃដែលបានធ្វើឲ្យអាជីវកម្មក្នុងស្រុកនិងប្រជាពលរដ្ឋថៃរងទុក្ខវេទនាខ្លាំងជាពិសេសនៅតំបន់ផ្សាររងឃ្លឿដែលជាដង្ហើមសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនដ៏សំខាន់ប្រជាជននិងអាជីវករថៃនៅតាមតំបន់ព្រំដែនបានស្រែករំពងទាមទារឲ្យរដ្ឋាភិបាលខ្លួនបញ្ឈប់ការបន្តជម្លោះជាមួយនឹងកម្ពុជានិងប្រញាប់ដោះស្រាយបញ្ហាជាបន្ទាន់មុនពេលសេដ្ឋកិច្ចរបស់ពួកគេត្រូវបានរលាយទាំងស្រុងបើយោងតាមការចុះផ្សាយដោយកាសែតរបស់ថៃបានបង្ហាញថាហាងជាច្រើននៅផ្សាររងឃ្លឿបានបិទទ្វារនិងមានសភាពស្ងាត់ជ្រងំដោយមានតែហាងតូចៗមួយចំនួនប៉ុណ្ណោះដែលបានបើកប៉ុន្តែស្ទើរតែគ្មានអតិថិជនទាល់តែសោះម្ចាស់ហាងនៅស្រុកអរញ្ញប្រទេសបានចែករំលែកថាអាជីវកម្មធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីបិទច្រកព្រំដែនមានថ្ងៃខ្លះគ្មានអតិថិជនទាល់តែសោះក្នុងរយៈពេល2ទៅ3ខែចុងក្រោយនេះគ្រួសារជាច្រើនកំពុងជួបបញ្ហាកង្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរព្រោះគ្មានចំណូលគ្រប់គ្រាន់ដើម្បីចំណាយចំណែកឯអ្នកជំនួញថៃម្នាក់បានលើកឡើងទាំងកំហឹងថាប្រជាជននៅតំបន់ព្រំដែនកំពុងជួបទុក្ខវេទនាខ្លាំងណាស់គ្រួសារខ្លះស្ទើរមិនអាចបន្តរស់រានបានទៀតផងយើងចង់ឲ្យរដ្ឋាភិបាលធ្វើសកម្មភាពជាក់ស្ដែងមិនមែនគ្រាន់តែនិយាយឲ្យល្អស្ដាប់នោះទេហើយយើងគឺពឹងផ្អែកទៅលើអាជីវកម្មនេះបើត្រូវផ្លាស់ប្ដូរទីកន្លែងផ្សេងយើងក៏មិនដឹងទៅណាដែរប្រដៀងគ្នានេះក៏មានការលើកឡើងផងដែរថាចំនួនជាបន្តបន្ទាប់បានបំផ្លាញសេដ្ឋកិច្ចប្រទេសទាំងសងខាងហើយប្រជាពលរដ្ឋធម្មតាជាអ្នករងគ្រោះខ្លាំងបំផុតគ្មាននរណាចង់ឃើញការបង្ហូរឈាមឬការបាត់បង់ជីវិតនោះទេពួកយើងចង់ឲ្យថៃនិងកម្ពុជាអង្គុយតុចរចាជាមួយគ្នាឲ្យបានត្រឹមត្រូវហើយបើចំនួនផ្ទុះឡើងម្ដងទៀតនោះគឺប្រជាជននិងពាណិជ្ជករទាំងសងខាងជាអ្នករងទុក្ខហើយគ្មាននរណាម្នាក់ទទួលបានផលប្រយោជន៍ពីសង្គ្រាមនោះឡើយដោយមិនទាន់ឃើញមានដំណោះស្រាយច្បាស់លាស់ប្រជាជនថៃក្នុងតំបន់កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងព្រោះថាចំនួននេះអាចនឹងកើតឡើងជុំទី3គ្រួសារជាច្រើនកំពុងរស់នៅក្នុងសភាពភ័យខ្លាចខណៈសេដ្ឋកិច្ចតាមបណ្ដោយព្រំដែននៅតែបន្តជួបការលំបាកជុំវិញបញ្ហានេះទាំងប្រជាជនក្នុងតំបន់និងម្ចាស់អាជីវកម្មថៃកំពុងទាមទារឲ្យរដ្ឋាភិបាលខ្លួនចាត់វិធានការយ៉ាងម៉ឺងម៉ាត់បើកចំហសម្រាប់កិច្ចសន្ទនាបន្ធូរបន្ថយភាពតានតឹងនិងស្ដារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញដើម្បីឲ្យប្រជាជនអាចវិលត្រឡប់ទៅរកជីវិតនិងជីវភាពរស់នៅធម្មតារបស់ពួកគេវិញការបិទច្រកព្រំដែនដោយឯកតោភាគីនិងបន្តកាន់កាប់ទឹកដីកម្ពុជាដោយយោធាថៃគឺជាគោលនយោបាយឈ្លានពានដែលមិនត្រឹមតែប៉ះពាល់ទៅដល់ប្រជាជនស៊ីវិលកម្ពុជាទេប៉ុន្តែក៏កំពុងតែបង្កគ្រោះថ្នាក់ទៅដល់ប្រជាជនថៃខ្លួនឯងជាពិសេសស្រុកអរញ្ញប្រទេសមានផ្សាររងឃ្លឿដែលធ្លាប់តែជាដង្ហើមពាណិជ្ជកម្មដ៏រស់រវើកឥឡូវស្ទើរតែក្លាយទៅជាផ្សារខ្មោចដោយហាងត្រូវបិទទ្វារគ្មានអតិថិជននិងគ្រួសារជាច្រើនទៀតបានបាត់បង់ជីវភាពរស់នៅទាំងរងទុក្ខលំបាកវេទនាដោយសាររដ្ឋាភិបាលថៃនៅតែប្រកាន់គោលនយោបាយជាតិនិយមជ្រុលដែលនៅតែបន្តចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា